សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការធ្វើអំបិលម្ទេសលីងតោះអញ្ចឹងបងប្អូនមកមើលទាំងអស់គ្នាថាតើការធ្វើអំបិលម្ទេសលីងនេះត្រូវការគ្រឿងផ្សំអីគេខ្លះជាដំបូងអ្វីដែលយើងមិនអាចចោលបានគឺមានខ្ទឹមម្ទេសម្សៅស៊ុបមាន់ប៊ីចេងស្ករហើយនិងអំបិលហើយនិងម៉ាស៊ីនកិនដៃផងដែរសម្រាប់បងប្អូនមានម៉ាស៊ីនកិនប្រសិនបើបងប្អូនមានម៉ាស៊ីនកិនគ្រឿងក៏បានដែរអាចប្រើបានប៉ុន្តែខ្ញុំជ្រើសរើសម៉ាស៊ីនកិនដៃដោយសារខ្ញុំអត់ចង់បានឲ្យម៉ត់ពេកទេខ្ញុំចង់បានរាងគ្រើមដើម្បីពេលដែលយើងលេងទៅវាអត់ម៉ត់ពេកហើយជំហានបន្ទាប់យើងកិនខ្ទឹមហើយនិងម្ទេសពីរមុខនឹងសិនកិនឲ្យរាងម៉ត់ល្មមកុំសូវម៉ត់ពេកហើយក៏កុំគ្រើមពេកពីព្រោះយើងត្រូវយកទៅលីងម្ដងទៀតទេអញ្ចឹងយើងសម្រាប់ខ្ញុំយកប៉ុណ្ណេះมันជាម៉ត់ពេកហើយក៏มันជាគ្រើមពេកដែរបន្ទាប់ពីម៉ត់ហើយខ្ញុំបានបើកខ្ទះឲ្យរាងក្តៅហើយចាក់គ្រឿងដែលយើងកិនហើយនឹងចូលលីងឲ្យរាងស្ងួតល្អចាំយើងបន្ថែមម្សៅស៊ុបមាន់ប៊ីចេងហើយនិងអំបិលបន្តកូរលីងរហូតដល់ស្ងួតទឹកល្អហើយបន្ទាប់មកយើងបិទភ្លើងទុកមួយអន្លើសិនយើងទុកប្រហែលជា3នាទីកន្លងពេល3នាទីផងដែរយើងបន្តកូររហូតយើងកូរទោះបីជាយើងអត់បានបើកភ្លើងក៏ដោយយើងកូរបន្តរហូតដល់ស្ងួតល្អសិនហើយបន្ទាប់មកយើងបន្ថែមស្ករដែលយើងដាក់ហ្នឹងគឺទៅតាមបរិមាណដែលបងប្អូនត្រូវការបើសិនជាបងប្អូនចូលចិត្តផ្អែមបងប្អូនអាចស្កររាងច្រើនតែបើសិនជាអត់ទេដាក់ស្ករមួយល្មមទៅតាមរសជាតិដែលយើងត្រូវការតែសម្រាប់ខ្ញុំដាក់ពីកូនចានចង្កឹះតូចហ្នឹងហើយកន្លងនឹងពេលដាក់ផងដែរខ្ញុំអត់ទាន់បានបើកចង្ក្រានបើកភ្លើងទេខ្ញុំកូរឲ្យសព្វសិនហើយបានបើកចង្ក្រានហើយសូមបញ្ជាក់ផងដែរកន្លងពេលដែលយើងបើកនោះយើងអត់ប្រើភ្លើងខ្លាំងទេកាលណាយើងប្រើភ្លើងខ្លាំងវាធ្វើឲ្យអំបិលយើងឆាប់ខ្លោចហើយនឹងវារលាយស្ករនៅនឹងបាតខ្ទះអញ្ចឹងពេលដែលត្រជាក់វាទៅជាកកដុំអញ្ចឹងយើងជៀសវាងប្រើភ្លើងខ្លាំងយើងប្រើភ្លើងឲ្យតិចបំផុតតាមដែលអាចធ្វើបានហើយកំឡុងពេលហ្នឹងផងដែរយើងបន្តកូរអំបិលយើងឲ្យចូលគ្នាសព្វល្អកូររហូតដល់អំបិលយើងនឹងបដូរពណ៌ទៅជាពណ៌ក្រហមត្នោតបងប្អូនហើយពេលដែលស្ករយើងបដូរពណ៌បែបហ្នឹងហើយយើងបិទចង្ក្រានហ្គាសយើងប៉ុន្តែយើងត្រូវបន្តកូររហូតដល់អំបិលយើងរីងចុះត្រជាក់ដើម្បីការពារបើសិនជាយើងអត់កូរទេអំបិលយើងនឹងចាប់គ្នាជាដុំអញ្ចឹងយើងពេលញ៉ាំពិបាកនឹងយកទៅបុកម្ដងទៀតអញ្ចឹងធ្វើដូចនាងខ្ញុំអញ្ចឹងទៅអំបិលអត់គ្រើមទេហើយវាមានរសជាតិឆ្ងាញ់ហើយរាយល្អបន្ទាប់ពីត្រជាក់ហើយយើងដួសដាក់ចានគឺអំបិលយើងមានរូបរាងបែបនេះបន្ទាប់មកយើងនឹងទៅសាកល្បងអំបិលម្ទេសទាំងអស់គ្នាជាមួយនឹងកូនបៀលប៉ុន្តែហើយវាដើរទៅទិញស្វាយទាំងអស់គ្នាញ៉ាំម៉ាម៉ាទៅបាយម៉ាឡើងយកស្វាយហើយអត់ញ៉ាំស្វាយទិញស្វាយបានហើយតោះទិញបានហើយតោះយើងទៅផ្ទះវិញចូលផ្ទះចិត្តស្វាយញ៉ាំអំបិលម្ទេសតោះចូលផ្ទះឆ្ងាញ់អត់ញ៉ាំទៀតមើលឆ្ងាញ់មែនបាយបាយ